ថ្ងៃនេះជាមកឧត្តរម collagen ជុំភ្ញៀវជាភាសាសក់គាត់រៀងខ្លីដែរបងប្អូនហើយសក់គាត់អត់សូវរួញទេគ្រាន់តែសពងតិចៗចឹងណាហើយគាត់ចង់មកឧត្តបំពន់ថែរក្សាសរសៃសក់ឲ្យសរសៃសក់យើងមានសភាពរស់រវើកអីចឹងណាហើយពេលកក់សក់ហើយភ្លឺរលាស់រលោងចឹងណាបងប្អូនហើយជាដំបូងយើងចាប់ផ្ដើមលាបទៅថ្នាំចូលចឹងហើយបងប្អូនលាបហ្នឹងយើងលាបបន្តិចបានហើយសរសៃសក់ហើយលាបហើយយើងសិតឆែកវាតិចចឹងណាយើងកុំដាក់សក់ច្រើនពេកយើងតម្លាក់សក់តិចបានហើយដើម្បីលាបទៅឲ្យសរសៃសក់បើបងប្អូនលាបតិចទៅវាសបសៃសក់អញ្ចឹងវាជ្រាបដល់បដូរសក់ហើយពេលយើងអ៊ុតទៅក៏ត្រង់ស្អាតបានយូរដែរអញ្ចឹងណាហើយវីដេអូនេះបងជាងសាឡនថ្មីក៏គាត់អាចមើលបានដោយសារវិធីអ៊ុតងាយអញ្ចឹងណាហើយត្រង់បានយូរណាបងប្អូនអាចមើលវីដេអូនេះបានហើយបន្តមកទៀតពេលដែលយើងលាបថ្នាំសក់សេរ៉ុមជូនគាត់ហើយបងប្អូនអាប់ទុកប្រហែល30នាទីបងប្អូនមានម៉ាស៊ីនចំហុយយើងចំហុយទៅហើយបើបងប្អូនអត់មានទេគ្រាន់តែទុកចោល30នាទីទៅហើយបន្ទាប់មកពេលដែលយើងទុកចោលទុកអីហើយបងប្អូនគ្រប់ម៉ោងហើយយើងចាប់ផ្ដើមផ្លុំឲ្យស្ងួតបងប្អូនផ្លុំឲ្យស្ងួតហើយជំយើងចាប់ផ្ដើមគៀបវាប៉ុន្តែបើបងប្អូនសក់ខ្លះវាស្រីសំពងខ្លាំងអញ្ចឹងបងប្អូនផ្លុំស្ងួតពេកវាអាចគៀបទៅវាអត់មានជាតិទឹកថ្នាំចូលទេបើសក់សំពងខ្លាំងហើយសរសៃធំខ្លាំងយើងផ្លុំស្ងួត70ឬ80%បានហើយពេលដែលយើងផ្លុំស្ងួតហើយបងប្អូនចាប់ផ្ដើមគៀបសរសៃសក់នឹងតិចចឹងណាយើងគៀបទៅតាមដំណាក់កាលចឹងណាយើងតម្លាក់ម្ដងតិចចឹងទៅយើងគៀបចឹងណាបងប្អូនពេលយើងគៀបឆ្អិនហើយអីហើយអស់បងប្អូនគៀបបន្តិចបានណាបងប្អូនដោយសារវីដេអូនោះរៀងវែងហើយខ្ញុំនិយាយរៀងស្អត់ដោយសារថ្ងៃហ្នឹងខ្ញុំវារៀងផ្ដាសាអញ្ចឹងទៅជាងនិយាយស្អីបានក្បោះក្បាយបងប្អូនអើយគៀបតិចចឹងណាតម្លាក់រហូតតិចចឹងណាបងប្អូនធ្វើមិនគៀបឲ្យឆ្អិនសរសៃសក់ឲ្យវាទៅក្នុងជ្រាបដល់បដូរសក់បងប្អូនពេលដែលយើងគៀបឆ្អិនហើយអស់ចឹងណាបងប្អូនឲ្យគាត់ប្រអាប់ទុក5ម៉ោងឬក៏1ថ្ងៃចាំឲ្យគាត់មកលាងទឹកចេញហើយបងប្អូនខ្លះគាត់អត់ចេះនៅចឹងត្រឹម5ម៉ោងក៏បានដែរហើយពេលយើងលាងទឹកលាងអីចេញហ្នឹងបងប្អូនស្ប៉ាឲ្យគាត់តិចមកចឹងណាយើងដាក់ថ្នាំស្ប៉ាហើយយើងបាញ់ម៉ាស៊ីនស្ប៉ាទៅបងប្អូនហើយពេលដែលយើងបាញ់ម៉ាស៊ីនស្ប៉ាហ្នឹងយើងទាញសក់គាត់រៀងច្បូតចឹងណាហើយសក់គាត់ពេលដែលកក់សក់លាងទឹកហើយបងប្អូនអើយឡើងភ្លឺរលោងហ្មងសក់គាត់គ្រាន់តែបាញ់ថ្នាំស្ប៉ាទៅបងប្អូនរលោងមែនតើដោយសារពេលដែលយើងអ៊ុតហ្នឹងយើងគៀបឆ្អិនមែនតើហ្មងបងប្អូនគៀបឆ្អិនឡើងខ្លាំងមែនតើហើយសក់គាត់ថ្ងៃហ្នឹងគាត់កំងឲ្យគៀបក្តៅពេលដែលអ៊ុតហ្នឹងដល់ពេលយើងលាងទឹកទៅវារៀងក្តៅតិចចឹងណាបងប្អូនហើយសក់គាត់ដែលអ៊ុតហើយបងប្អូនណាភ្លឺរលាស់រលោងតែម្ដងហើយបងប្អូនណាបើចង់អ៊ុតសក់សេរ៉ូមអ៊ុត collagen អ៊ុតត្រង់អ៊ុតអីអាចមកបានដោយសារកន្លែងបងប្អូនមានទាំងអស់ទាំងពីធ្វើខ្ចក់កក់គៀបសក់ហើយអ៊ុតសក់ត្រង់អ៊ុត collagen អីចឹងណាហើយធានាថាអ៊ុតហើយសក់ស្អាតត្រង់បានយូរបងប្អូនលុះត្រាតែសក់គល់នឹងដុសចេញមកវិញអត់រួញទេបងប្អូន